lại dùng một chi sport mode đòn tỏ muối tí bay wow គ្រាន់តែបងប្អូនបាទអញ្ជើញមកទស្សនាបាទរថយន្តផ្ទាល់ក៏ដូចជា test drive រថយន្ត Peugeot បងប្អូននឹងមានឱកាសឆ្នះរង្វាន់ iPhone ពី Peugeot Cambodia ជំរាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជារថយន្ត Peugeot 408បាទ model ថ្មីបាទបងប្អូនស្អាតមែនទែនអ្វីដែលខ្ញុំមើលឃើញពីរូបរាងបាទរថយន្តនេះគឺជារថយន្តកូនកាត់ sedan ជាមួយនឹង SUV សម្រាប់បងប្អូនដែលមើលទៅចង់បានរថយន្តបែបលក្ខណៈគ្រួសារឲ្យ sport ខ្ញុំគិតថារថយន្តនេះគឺល្អមែនទែនហើយបើយើងនិយាយអំពីបាទគូខាងក្រោយវិញដាក់អីវ៉ាន់គឺធំមែនទែនមកមើលបន្តិចមកឥឡូវយើងមកមើលបាទខាងក្រោយអញ្ចឹងខាងក្រោយនេះបាទមានលក្ខណៈធំល្មមសម្រាប់យើងដាក់អីវ៉ាន់បើវ៉ាលីវិញដាក់បាន2ហើយយើងអាចដាក់បានអីវ៉ាន់មួយចំនួននៅពីលើវ៉ាលីទៀតហើយឥឡូវគឺបងប្អូនឃើញនេះមានស្ទះនេះដើម្បីការពារបាទពេលដែលបងប្អូនដឹកបន្លែដឹកសាច់អីគឺកុំឲ្យវាជះក្លិនចូលទៅខាងក្នុងច្រើនបាទគឺមានអានេះល្អបាទសម្រាប់ទប់អីវ៉ាន់ផងអាចទប់ក្លិនបានផងហើយបតុងចុចគេនៅកន្លែងនេះនេះបងប្អូនអរគ្នាហើយបើយើងនិយាយអំពីបាទស្តុបខាងក្រោយបាទ logo Peugeot បាទស៊េរីថ្មីមួយគ្រឿងនេះគឺមើលទៅគឺស្អាតបាទបែបស៊ីវិល័យហ្មងបាទអញ្ចឹងឥឡូវមកយើងទៅមើលចំហៀងវិញម្ដងអញ្ចឹងបើយ៉ាន់អីគឺបែបប្រភេទ matte បាទខ្មៅ matte ហើយគេមាន texture គេបាទស្អាតខ្ញុំគិតថាប៉ុណ្ណឹងល្អបាទមកយើងមើលខាងក្រោយវិញអូតំណងតានិយាយទៅខ្ញុំ 1m75 ហើយកម្រិតនៅឆ្ងាយប៉ុណ្ណេះខ្ញុំគិតថាទលាយតាយើងមើលពីក្រៅមកឃើញថាដូចរឿងចៀតតែដល់ពេលមកខាងក្នុងគឺទលាយហើយមានម៉ាស៊ីនត្រជាក់ខាងក្រោយទៀតតោះយើងទៅមើលខាងមុខវិញទលាយល្អហើយបើយើងនិយាយអំពីការរៀបចំតាប្លូខាងមុខនេះគឺបែបទំនើបហ្មងបងប្អូនអូខេតោះឥឡូវយើងទៅ test drive ទាំងអស់គ្នាហ្មងបាទឥឡូវយើងកំពុងនៅក្នុងឡាន test drive ឥឡូវបងប្អូនទាំងអស់គ្នាមុននឹងពេលចាប់ផ្ដើមចេញដំណើរការជិះសាកល្បងនេះគឺខ្ញុំចង់ប្រាប់បងប្អូនថានៅខាងក្នុងឡាននេះវាអត់សូវចៀតព្រោះយើងមើលពីខាងក្រៅមកមិនធំទេតែដល់ពេលមើលខាងក្នុងគឺទលាយល្អហើយអ្វីដែលខ្ញុំមើលឃើញពីការចាប់អារម្មណ៍ដំបូងគឺជាកឹះលេខការ design បាទគឺប្លែកបាទហើយទូចងាយស្រួលក្នុងការចាប់ទាញមែនតើហើយធូរហ្មងតោះឥឡូវយើងតេស្តត្រាយហ្មងកុំឲ្យបងប្អូនខាតពេលវេលាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំជិះបានបាទប្រហែលជា1គីឡូ2គីឡូដីនេះខ្ញុំមានអារម្មណ៍មួយថាឡាននេះគឺបើយើងនិយាយអំពីសន្ទុះល្បឿនទទួលយកបានបាទដោយសារម៉ាស៊ីនគឺ 1.6 ភ្ជាប់មួយ turbo តែពេលខ្ញុំជិះខ្ញុំគិតថាសន្ទុះហើយនឹងល្បឿនក៏ដូចជាឡាននេះខ្ញុំទទួលយកបានថាវាអាចគេហៅថាល្អប្រើបាទមិនស្ទក់ទេបាទប៉ុណ្ណឹងគឺល្មមហ្មងបាទហើយខ្ញុំក៏បានតេស្តជាមួយ suspension ដែរបាទទួលអីគឺទទួលយកបានបងប្អូនបើខ្ញុំសាកល្បឿនតិចបងប្អូនអូខ្លាំងមកគេបងប្អូនបាទឥឡូវយើងទៅតេស្តប្រាំងទាំងអស់គ្នាបាទឥឡូវបងប្អូនទាំងអស់គ្នាខ្ញុំនឹងជន់ប្រាំងទុចហ្មងវ៉ាវងក់ហ្មងបងប្អូនអាយ៉ាឃើញទូចអញ្ចឹងឯងបាទតែអែមមកគេមកបងប្អូនទាំងអស់គ្នាមិញខ្ញុំជិះ normal ស្ទុះប៉ុណ្ណឹងឥឡូវខ្ញុំជិះ sport mode ម្ដងតោះ1 2 3វ៉ាវអែមមែនតើបងប្អូនទាំងអស់គ្នា sport mode ស្ទុះជាងមុនបន្តិចទៀតអែមនេះបើសិនជារត់នៅលើផ្លូវលឿនលឿនឬក៏ highway ដែលមានរយៈចម្ងាយឆ្ងាយហើយយើងជិះតែមួយឡានវិញអូមិនដឹងសុបាយជន់យ៉ាងណាណោះបងប្អូនអរគ្នាបាទអញ្ចឹងកុំភ្លេចបងប្អូនអរគ្នាបើសិនជាចង់សាកល្បងបាទឡានផ្ទាល់ខ្ញុំគិតថាបងប្អូនជាឱកាសមែនតើហើយមានកាដូអនុស្សាវរីយ៍ពី Peugeot Cambodia ទៀតបាទមានដូចជាបួកបាទអាវយឺតក៏ដូចជាផ្សេងច្រើនហើយនឹងមានឱកាសឆ្នះរង្វាន់ iPhone ពី Peugeot Cambodia បាទបាយបាយបងប្អូនអរគ្នាអរគុណច្រើន